នេះគឺជាបែប650របស់ Royal Enfield ដែលមានតម្លៃ6000ជាងអ្នកទាំងអស់គ្នានឹងមានសំណួរមួយក្នុងខួរក្បាលថាតើតម្លៃប៉ុណ្ណេះវាស័ក្តិសមជាមួយនឹងម៉ូតូនេះដែរឬអត់បែប650របស់ Royal Enfield គឺជាម៉ូតូប្រភេទដែលហៅថា mid size ដែលវាមានជម្រើសច្រើនមែនទែននៅក្នុងទីផ្សារសប្តាហ៍នេះប៉ុន្តែបែប650នេះបង្កើតឡើងមិនមែនដើម្បីប្រកួតប្រជែងល្បឿនឬក៏បច្ចេកវិទ្យាជាមួយនឹង brand មួយណានោះទេប៉ុន្តែវាផ្ដោតទៅលើអត្តសញ្ញាណរបស់វាការរចនាបែប classic ដែលនៅមិនដែលហួសសម័យនោះឡើយប្រសិនបើយើងនិយាយអំពីកម្លាំងម៉ាស៊ីនរបស់ Royal Enfield គឺមានត្រឹមតែ650នេះឯងដែលជាកម្លាំងខ្ពស់ជាងគេរបស់ brand មួយនេះក្នុងពេលបច្ចុប្បន្នអញ្ចឹង BM 650ក៏ស្ថិតនៅក្នុងក្រុមមួយនេះដែរដែលវាមានភាពងាយស្រួលក្នុងការជិះលើដងផ្លូវនិងមានសមត្ថភាពខ្ពស់ក្នុងការវ៉ាចេញក្នុងឧបសគ្គណាមួយម៉ូតូ classic បែបនេះគឺវាងាយស្រួលក្នុងការថែរក្សាមែនទែនដោយសារតែម៉ូតូមួយនេះគឺគេរចនាឡើងបែបម៉ាស៊ីនសាមញ្ញមិនស្មុគស្មាញងាយស្រួលជួសជុលងាយស្រួលថែទាំនិងចំណាយមិនសូវថ្លៃប៉ុន្មានដែរដូច្នេះប្រកាសថាម៉ូតូមួយនេះគឺគេប្រើប្រាស់រយៈពេលវែងណាមួយប្រភេទម៉ូតូបែបនេះគឺគេហៅថាប្រភេទម៉ូតូ scrambler ដែលវាឆក់យកបេះដូងរបស់អ្នកដែលចូលចិត្តបែប adventure ជិះក្នុងផ្លូវដីឬក៏ផ្លូវក្រុងអីទាំងឯងភាគច្រើនម៉ូតូមួយនេះគឺវាត្រូវជាមួយអ្នកដែលចូលចិត្តបែប classic ដែលវាមិនសូវស្មុគស្មាញជាមួយនឹងការប្រើប្រាស់ភ្លើងនិងបច្ចេកវិទ្យាសម័យឥឡូវប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយផ្នែកសុវត្ថិភាពនៅតែមានដែលម៉ូតូនេះបានបំពាក់ ABS ទាំងក្រោយតែម្ដងដើម្បីផ្ដោតទៅលើសុវត្ថិភាពអ្នកប្រើប្រាស់មួយទៀតនៅពេលដែលគេនិយាយ BM 650គេនឹងយក model មួយនេះទៅប្រៀបធៀបជាមួយនឹង Scrambler 900របស់ Trump ច្បាស់ប្រសិនបើអ្នកទាំងនេះចង់ចាយលុយខ្ពស់ជាងនេះអ្នកទាំងនេះនឹងយក Trump ប៉ុន្តែប្រសិនបើអ្នកទាំងនេះចង់ចាយលុយត្រឹមតែ6000ចុះក្រោមអ្នកទាំងនេះនឹងជ្រើសយក BM 650នេះឯងប៉ុន្តែប្រសិនបើលោកអ្នកចង់បានម៉ូតូលឿនលឿនបច្ចេកវិទ្យាទំនើបនិងម៉ូតូស្រាលជាងនេះ model មួយនេះគឺមិនត្រូវជាមួយនឹងលោកអ្នកនោះទេសរុបមកវិញ BM 650គឺជាម៉ូតូ Scrambler បែប classic ដែលមានប្រវត្តិយូរលង់ណាស់មកហើយជាម៉ូតូមួយប្រភេទដែលអ្នកទាំងអស់គ្នាប្រើប្រាស់តកូនតចៅ